បាទសូមបង្វែរអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានឹងលក្ខណៈពិសេសរបស់រថយន្ត Ferrari SS 90 Stradale Hybrid អូខេវាគឺជាប្រភេទរថយន្ត Hypercar បែប Plug-in Hybrid ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន V8 ចំណុះ 4.0 លីត្រ Twin Turbo ការបង្កើនល្បឿនពី0ទៅ62 mph ប្រើពេលតែ 2.5 វិនាទីតែប៉ុណ្ណោះនិងពី0ទៅ60 mph ប្រើពេលដ៏គួរឲ្យភ្ញាក់ផ្អើលគឺ 2.1 វិនាទីសម្រាប់ល្បឿនអតិបរមាគឺ211 mph រយៈចម្ងាយបើកបរដោយអគ្គិសនីសុទ្ធប្រហែល15ម៉ោងឬ25គីឡូម៉ែត្រដោយប្រើគុយទំហំ 7.9 គីឡូវ៉ាត់ម៉ោងសម្រាប់ការគ្រប់គ្រងប្រព័ន្ធបើកបរគ្រប់គ្រងគឺ AWD All Wheel Drive ផ្ដល់នូវការកាន់កាប់ផ្ដល់នូវការគ្រប់គ្រងផ្លូវបានយ៉ាងល្អនិងកម្លាំងខ្លាំងក្លានៅពេលចេញពីផ្លូវកោងទោះបីវាជាមានអារម្មណ៍ថាធ្ងន់ជាងរថយន្តដទៃ model ធម្មតាដែលមិនមែនជា hybrid ក៏ដោយការរចនានិងផ្នែកខាងក្នុងអូខេផ្នែកខាងក្រៅរចនាប័ទ្ម Supercar ដែលមានរូបរាងទាបសម្រួលលំហូរខ្យល់ aerodynamic ព្រមទាំងមានស្លាបក្រោយដែលអាចកែសម្រួលកម្លាំងសង្កត់ Active Downforce Wings និងផ្នែកខាងក្នុងរចនាបែប Digital ទំនើបជាមួយនឹងអេក្រង់បង្ហាញព័ត៌មានធំនិងកោងការគ្រប់គ្រងពឹងផ្អែកខ្លាំងលើបេតុងបញ្ជាបែបប៉ះឬក៏ថាច់នៅលើចង្កូតដែលអាចត្រូវការពេលវេលាខ្លះដើម្បីរៀនប្រើវាឲ្យស្ទាត់ជំនាញសម្រាប់គុណវិបត្តិនិងគុណសម្បត្តិរបស់ Ferrari SF90 Stradale គុណសម្បត្តិគឺការបង្កើនល្បឿនដ៏អស្ចារ្យមិនគួរឲ្យជឿភាពងាយស្រួលក្នុងការបើកបរក្នុងទីក្រុងនៅពេលប្រើប្រាស់អគ្គិសនី or EV mode និងបច្ចេកវិទ្យា Hybrid ដ៏ទំនើបជាងមុខគេសម្រាប់គុណវិបត្តិអូខេទម្ងន់ធ្ងន់ជាងធម្មតាដោយសារប្រព័ន្ធ Hybrid និងការគ្រប់គ្រងប៊ូតុងចុចនៅលើចង្កូតដែលមានភាពស្មុគស្មាញនិងសម្រាប់ការផ្ទុកអីវ៉ាន់គឺកម្រិតតិចបំផុតបាទសូមអរគុណ